ในปกมาบองปอนต่อคณีเกียเมมไปในชนโอตรายในต่อคณีตีกันไรในการปีปอนลำเปอร์นกคือมีแต่เวลสมาร์ไงมันตีทะเลสลาเตะกันไรนั้นก็มีลิตได้บรรทายอะไรนี้น้องชนะปีปอนไปพรำคือมีในริดดอกดาละเกียเมมไปเกียบอกใช้หน้าเท้านั่งแรงสกูสกีสกัมสกายริดโดยสันจังบองปอนต่อคณีให้เดสเพียปีชนโอตรายหรือก็โดยใช้หน้าเท้านั่นคือมีเพียบสระสานเหมือนแตนเนี่ยต่อคณีให้นี่สแตเกียปุ๊บปุ๊บให้เงยบักกอจังนั้นต่อเงยหลังมาจัดจังจังไงนี่สแตเกียต่างให้กลายในที่ก็มีภาษาเกี่ยวกับการลุดโดตามดองพลายจังนะพวกมาบางปอนต่อคณีให้นี่คือเจียเตสเพียปีชนโอตรายก็โดยเจียเตสเพียปีใครประสายนุเนี่ยต่อคณีให้จิตตะเพียบภาษาเนี่ยต่อคณีบาทจำเรียบสู้กับสุดเลยในการปกหมายบางปอนต่อคณีให้นี่คือชีวิตเอาตีดับแปมเนี่ยต่อคณีปีกรองกำปงสาวมาให้นี่จิตเตสเพียบตามดองพลายទៅទីលៀនដៃជោបន្ទាប់ពីវីដេអូយើងទី14ណាអ្នកទាំងអស់គ្នាហើយយើងធ្វើដំណើរទៅតាមដងផ្លូវទៅឆ្នេរអូជាទៀលអ្នកទាំងអស់គ្នាដើម្បីបង្ហាញទេសភាពនៅតាមដងផ្លូវនៃឆ្នេរអូជាទៀលបន្តមកទៀតគឺយើងធ្វើដំណើរទៅឆ្នេរអូត្រេតទៅមើលអាគារមេអំបៅគឺដូចជាអាគារ China Town ណាអ្នកទាំងអស់គ្នាហើយនេះគឺយើងកំពុងតែធ្វើដំណើរទៅដល់កន្លែងផ្លូវ stop ចេញពីទីលានដៃជោគឺគេហៅថាកតុយនេះហ្នឹងបងប្អូនតាគ្នាហើយនេះអាគារកំពុងសាងសង់បន្តទៀតហ្នឹងហើយបងប្អូនតាគ្នាហើយនេះគឺជាហាងចិនអីចឹងណានេះដល់ផ្លូវកន្លែងភ្លើង stop ហ្នឹងហើយយើងក៏បត់ stop ទៅហើយនៅតាមផ្លូវហ្នឹងក៏បត់ stop និយាយពីរួមតាមផ្លូវគឺសិតតឡានហ្មងអ្នកទាំងគ្នាអញ្ចឹងបានថាទីក្រុងហ្នឹងគឺអត់ស្ងាត់ទេដោយបទចម្រៀងគេថាទីក្រុងគ្មានមេអញ្ចឹងអ្នកទាំងគ្នានិយាយរួមទៅបទចម្រៀងបងឆនសវណ្ណរាជចេញយូរហើយប៉ុន្តែនៅតែមានសន្ទុះនៃការគ្រប់គ្រងហើយឥឡូវនេះទីក្រុងកំពង់សោមហ្នឹងគឺមានអាគារដុះដាលឬហូរីហើយគឺមានឡានហើយមានប្រជាពលរដ្ឋពុកម៉ែបងប្អូនយើងដាក់ជាលំអដាក់ជាអីលក់ទឹកអំពៅលក់អីពេញហ្នឹងអញ្ចឹងណាអ្នកទាំងគ្នាហើយនេះគឺសតអាគារកាស៊ីណូហើយអាគារនេះគឺផ្អាកការសាងសង់ហើយប៉ុន្តែឥឡូវនេះគឺមានការឡើងដងសន្ទូចបន្តទៀតអញ្ចឹងណាហើយនេះអាគារកាស៊ីណូដែរអ្នកទាំងគ្នាអញ្ចឹងបងប្អូនដែលចង់ទស្សនាវីដេអូដែលជារបៀបលក្ខណៈទីក្រុងអញ្ចឹងបងប្អូនអាចចូលមកទស្សនាវីដេអូខ្ញុំបានហើយនេះជាវីដេអូដែលបង្ហាញទេសភាពនៅទីក្រុងកំពង់សោមជារួមទៅវីដេអូនេះគឺខ្ញុំធ្វើតាមដងវិថីក៏ដូចជាតាមផ្លូវអានេះគេហៅថាសួនកំសាន្តកុមារអ្នកទាំងអស់គ្នានិយាយថាពីកំពង់សោមកាល2017ឬក៏2018ហ្នឹងគឺនៅមិនទាន់មានការអភិវឌ្ឍគឺថាហេដ្ឋារចនាសម្ព័ន្ធជាអគារច្រើនដោយកាលនៅយើងសម័យបច្ចុប្បន្ននេះទេគឺមានតែកន្លែងសំលមអញ្ចឹងណាអ្នកទាំងគ្នាបន្ទាប់ពីក្រុមហ៊ុនចិនក៏ដូចជាគាត់ចិនហ្នឹងគាត់មកបង្កើតកាស៊ីណូបង្កើតអីចឹងទៅគឺមានថាអគារខ្ពស់យ៉ាងច្រើនស្គូស្គីអញ្ចឹងហើយអានេះតាមដងវិថីនៃឆ្នេរអូជាទៀលគឺមានដើមថ្នោតតាមផ្លូវអញ្ចឹងណាហើយសារដើមថ្នោតហើយស្រស់ស្អាតមែនតើអ្នកទាំងអស់គ្នាហើយនេះគឺជាទេសភាពក្នុងម៉ោង7ម៉ោង8ពេលព្រឹកពីឆ្នេរអូជាទៀលអ្នកទាំងគ្នាយើងកំពុងធ្វើដំណើរទៅឆ្នេរអូជាទៀលហើយបន្ទាប់ពីឆ្នេរអូជាទៀលគឺយើងធ្វើដំណើរបន្តទៅឆ្នេរអូត្រេសទៀតហើយនេះជាកញ្ចក់ហ្នឹងគឺកាលពីមុនក៏អត់តាន់មានជាស្តូបអញ្ចឹងទេតែនេះគេធ្វើជាស្តូបដាក់ឲ្យបងប្អូនយើងលក់ជាគ្រឿងសមុទ្រម្ហូបអាហារភេសជ្ជៈជាតម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់បានលេងកំសាន្តអីចឹងណាហើយក៏មានសន្តាគារមានជាក្លឹបកំសាន្តជាអីចឹងជាហោហែទៅហើយនេះមានដាំផ្កាគឺស្រស់ស្អាតមែនតើដាំផ្កានៅតាមដងវិថីហើយមើលទៅអាគារមួយនោះគឺខ្ពស់នៅតែម្នាក់ឯងបងប្អូនទាំងគ្នានេះអាគារហ្នឹងគឺអាគារនៅឆ្នេរអូជាទៀលហ្នឹងហើយមេឃពពកហ្នឹងរៀងខ្មៅអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយនេះអាគារខ្លះក៏មិនតាន់សាងសង់បន្តទេគឺផ្អាកហើយអានេះ N1 Taxi អញ្ចឹងបងប្អូនដែលមិនស្គាល់ N1 Taxi អាចជិះតាមផ្លូវអូជាទៀលហ្នឹងមកដល់ឃើញ N1 Taxi គឺនៅតាមដងផ្លូវហ្នឹងហើយ
ហើយបន្តមកយើងធ្វើដំណើរបន្តទៀតហាងនេះគឺជាបន្ទប់ទឹកក៏ដូចជាមានហាងកាហ្វេនៅនឹងអញ្ចឹងណាបងប្អូនទាំងគ្នាហើយនេះគឺទស្សនវិជ្ជានៅតាមដងផ្លូវឆ្នេរអូជទាវនេះមានពុកម៉ែបងប្អូនយើងមកលក់ហូរហាយអញ្ចឹងមកហើយនេះផ្លាកសញ្ញាគេថាមិនឲ្យបកក្រោយអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នានេះគឺបងប្អូនយើងមកលក់តាំងពីព្រឹកព្រលឹមហើយនេះមានស្អាតមួយឈរអញ្ចឹងណាអ្នកទាំងគ្នាហើយនេះមានដើមស្រល់ដើមអីហើយក៏មានលំកបន្លែរបស់បងប្អូនយើងដាក់តេះយកមកលក់នឹងក៏លោកដូចថាខ្វះខាតបន្លែឆាមីបន្លែឆុងកាទៀវឬក៏ពោតបារាំងអាំងអីចឹងណាហើយនេះដើមថ្នោតមើលទៅស្រស់ស្អាតមែនតើពុកម៉ែបងប្អូនទាំងគ្នាហើយយើងធ្វើដំណើរទៅចដល់អាគារមួយតែឯងហើយបន្តមកទៀតក៏មានអាគារខ្ពស់បន្តទៀតជាហោហែចឹងទៅពុកម៉ែបងប្អូនទាំងគ្នាហើយក៏ភ្លេចសួរសុខទុក្ខទៅកាន់ពុកម៉ែបងប្អូនយើងទាំងគ្នាថាសុខសប្បាយអត់ហើយរយៈពេលប៉ុន្មាននេះគឺអត់សូវមានបានធ្វើជីវិតវីដេអូចែកជូនដល់ពុកម៉ែបងប្អូនទេហើយនេះជាវីដេអូទី15ដែលជាវីដេអូនៅកំពង់សោមដែរទេហ្នឹងហើយពុកម៉ែបងប្អូនទាំងគ្នាឥឡូវយើងមកដល់ឆ្នេរអូត្រេសហើយពុកម៉ែបងប្អូនទាំងគ្នាហើយនេះក៏ជាទេសភាពនៃអាគារមេម្បៅនៅក្រុងកំពង់សោមយ៉ាងហ្នឹងហើយក៏អាចគេហៅឈ្មោះម្យ៉ាងទៀតថា China Town នៅអូត្រេសណាបងប្អូនហើយនិយាយពីអាគារវិញនេះគឺច្រើនមែនតែនហើយកន្លែងហ្នឹងគឺជាតំបន់កាស៊ីណូកន្លែងទីកំសាន្តសន្តាគារអីចឹងណាពុកម៉ែបងប្អូនទាំងគ្នានេះមើលទៅស្រស់ស្អាតមែនតែននេះអាគារមេម្បៅរូបរាងហ្នឹងគឺរចនាឡើងគេថាដូចស្លាបមេម្បៅចឹងណាអ្នកទាំងគ្នាមើលសងខាងនេះទៅហើយក៏យើងធ្វើដំណើរបន្តទៅមុខទៀតយើងក៏ដល់ផ្សារតូចនៅអូត្រេសចឹងពុកម៉ែបងប្អូនទាំងគ្នានេះអាគារមេម្បៅហើយមើលខ្លោងទ្វារគេស្រស់ស្អាតមែនតែនហើយបកគោភ្លើងហ្នឹងគឺគេដាក់ទង់ជាតិខ្មែរយើងអញ្ចឹងណាមានរូបប្រាសាទអង្គរវត្តមានពណ៌ខៀវក្រហមអីចឹងដែរហើយប្រាសាទអង្គរវត្តហ្នឹងគឺនៅចំកណ្ដាលអញ្ចឹងហើយនេះអាគារសាងសង់ឡើងឆាប់រហ័សតែម្ដងពុកម៉ែបងប្អូនទាំងគ្នាហើយក៏យើងធ្វើដំណើរហួសពីហ្នឹងទៅក៏យើងនៅតែដល់ផ្សារអូត្រេសអានឹងតែគេហៅផ្សារអូត្រេសមិនមែនអូត្រេស1អូត្រេស2មិនដឹងទេប៉ុន្តែផ្សារអូត្រេសហ្នឹងគឺស្ថិតនៅក្បែរវត្តហ្នឹងហើយវត្តអូត្រេសយើងហ្នឹងហើយចាំវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូថតទេសភាពក៏ដូចជាទស្សនវិជ្ជានៅវត្តអូត្រេសបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងណាតែសារទៅពេលវេលាយើងខ្លីហើយវីដេអូក៏ចេញរៀងយូរបន្តិចដែរអញ្ចឹងក៏សូមអធិស្ឋានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះឥឡូវយើងបត់ចូលទៅផ្សារអូត្រេសហើយតែផ្សារហ្នឹងដូចជាមិនធំអីមែនទេពួកគេលក់ទៅតាមដងផ្លូវអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នានេះឃើញដាក់លក់ផ្លែឈើដាក់លក់ខោអាវអីតូចទុយអញ្ចឹងវាអត់ធំដូចជាផ្សារពាណិជ្ជកម្មក៏ដូចជាផ្សារលើអីទេវារបៀបតែលក្ខណៈរាយរងទុយតែងអញ្ចឹងណាមកឲ្យប្រជាពលរដ្ឋឬក៏ពុកម៉ែបងប្អូនរត់ទិញឲ្យវ៉ាន់ឆ្ងាយអញ្ចឹងអ្នកនៅក្បែរហ្នឹងអាចដើរមកទិញម្ហូបអាហារឬក៏ប្លុកបន្លែផ្លែឈើអីអញ្ចឹងបានទៅហ្នឹងហើយពុកម៉ែបងប្អូនទាំងគ្នាហើយវីដេអូខ្ញុំបានក៏មានតែត្រឹមហ្នឹងទេពុកម៉ែបងប្អូនទាំងគ្នាសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយនឹងយើងនឹងជួបគ្នាវីដេអូទី16បន្តទៀតនៅទេសភាពនៅតាមដងផ្លូវអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលខំចំណាយពេលវេលាដ៏មានតម្លៃមកតាមដានវីដេអូរបស់ខ្ញុំបានហើយក៏សង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតហើយបើមានការនិយាយលើសលុះខ្វះខាតតើចំណេញក៏សូមអធិស្ឋានបាទ